ប៉ុន្តែផ្លិចសេចក្តីសុខដែលត្រូវសន្សំនៅក្នុងលោកនេះមែនទេភាកច្រើនចឹងមែនទេឧទាហរណ៍មានប្តីមិនល្អដល់ទៅប្រាថ្នាមុខព្រះអង្គប្រាថ្នាថាម៉េចកើតជាតិណាកុំអោយមានប្តីដូចតប៉ែនឹងដូចជាមិនបានរកវិធីសាស្ត្ររកដំណោះស្រាយដើម្បីថាតើរកវិធីណាដើម្បីរស់ជាសុខជាមួយគាត់នឹងមែនទេភាកច្រើនចឹងមែនទេហើយពួរដែលយើងស្ដាប់ក៏ចឹងដែរកើតជាតិណាកុំអោយស្គាល់ពាក្យថាក្រនិងពាក្យថាឃ្លានហើយជាតិនឹងក្រចោះមែនទេដែលលឺចឹងហ៎ដែលលឺតែមកកណាត់មុនទេអាមកកណាត់ក្រោយមកទំថែមទេព្រោះវាមានន័យអញ្ចឹងឃើញទេឲ្យតែកាត់ជាតិណាសូមឲ្យសបោសបាយមែនទេលឺអញ្ចឹងហ៎ពោភាកច្រើនលឺអញ្ចឹងហ៎ហ្នឹងហើយសូមឲ្យសបោសបាយដល់តាលឺជាតិក្រោយមានបានអញ្ចឹងទៅតាំងស្យងរផែនទីឧទាហរណ៍ថាត្រូវធ្វើពហិអញធ្វើតាណាអាបានបនច្រើនសម្រាប់អាជាតិក្រោយអញ្ចឹងមិនហ៊ានធ្វើ floor ទេគេអង្គុយលើអញ្ចឹងទៅធ្វើអាតបូលបានខ្ពស់ជាងគេមិនភ្លេចថាអាតបូលត្រូវថ្ងៃអត់គិតអានេះបើចេះគិតថានៅត្រូវថ្ងៃវាក្តៅណាហ្នឹងហើយដល់អញ្ចឹងទៅគ្រាន់តែធ្វើបុណ្យនោះក៏ជែងគ្នាដែរញាតិញោមដែលឮប្រទេសអ្នកធ្វើពហិជែងគ្នាយកកន្លែងបុណ្យច្រើនទេដែលធ្លាប់ឮហ្នឹងហើយយកអាមុខគេបើថាធ្វើលបងអញ្ចឹងទៅដាក់ឈ្មោះនោះអាខាងក្រោយគ្មានណាចូលទេគឺយកមុខអស់ហើយព្រោះមុខដាក់ឈ្មោះទៅគេឃើញក្នុងមុខឃើញទេដូចវត្តថ្មអីឡាប់បងហើយតែពីមុខអាពីក្រោយអត់ហើយពួកអត់ឈ្មោះដាក់មុខអញ្ចឹងបុណ្យហ្នឹងឈ្មោះថាជាបុណ្យបរិសុទ្ធឯងខ្ញុំថាមើលបុណ្យអញ្ចឹងណាបរិសុទ្ធទេបុណ្យមែនតែនណាហ្នឹងហើយបុណ្យបល័យថាបញ្ញៈហ្នឹងប្រែថាពេញចិត្តហ្នឹងអត់ខ្វះខាតទេបានធ្វើបុណ្យកើតដូចយើងមានអារម្មណ៍ថាយើងរស់នៅស្រុកនេះណាដូចបងនិយាយមិញហ្នឹងណាយើងមានសេវាកម្មល្អពីពេទ្យសាលារៀនស្អីយើងមានទាំងអស់ដែលរដ្ឋផ្ដល់ឲ្យអញ្ចឹងមានន័យថាយើងអត់ខ្វះអីទេក្នុងហ្នឹងមានអារម្មណ៍ថា full មានអារម្មណ៍ថាពេញហើយក៏នឹកឃើញអ្នកដតីដែលខ្វះខាតឯងចង់រំលែកអាពេញហ្នឹងឲ្យគេបនមានន័យអញ្ចឹងមានន័យអញ្ចឹងបនមានន័យថាអត់ខ្វះទេវាទល់តែមានអារម្មណ៍ថាឆ្អែតមានអារម្មណ៍ថាពេញមានអារម្មណ៍ថាអត់ខ្វះណារួចហើយក៏មានបំណងចែករំលែកឲ្យអ្នកដតីអញ្ចឹងចំពោះមនុស្សដែលមានអារម្មណ៍ថាពេញនៅក្នុងចិត្តដែលអត់ខ្វះហើយក៏ចែករំលែកនៅសេចក្តីសុខទៅដល់អ្នកដតីសួរថាអ្នកដែលពេញហ្នឹងមានត្រូវការអីមកវិញទេអ្នកពេញអ្នកដែលនៅក្នុងចិត្តមានអារម្មណ៍ថាពេញមានចង់បានអីមកវិញទេ No តែបើសិនជាគ្រាន់តែមានចិត្តថាចង់បានអីមកវិញខ្វះនៅខ្វះបាទហើយអួតដល់ធ្វើបុណ្យណាខ្ញុំនឹងខ្វះហូតឥឡូវចង់និយាយពីរឿងហ្នឹងញាតិញោមយល់បន្តិចពេលដែលញាតិញោមយល់អត្តន័យនៃពាក្យបុណ្យដែលមានន័យថាពេញណាយល់ឲ្យច្បាស់ដល់សភាវៈរបស់វាញាតិញោមធ្វើបុណ្យអីក៏លែងប្រាថ្នាដែរលែងហ្មងមានឲ្យនឹងមិនចំពោះតែទ្រព្យសម្បត្តិទេចំណេះដឹងការអភ័យឲ្យការផ្សព្វផ្សាយមេត្តាដល់អ្នកដទៃអញ្ចឹងមនុស្សដែលមានមេត្តាផ្សាយទៅគេបានវាទល់តែចិត្តនឹងពេញដោយភាពសុខស្ងប់ពេញដោយមេត្តាធម៌ពេញដោយការអនុគ្រោះ
ពេញដោយធម៌ល្អដល់អញ្ចឹងទៅក៏មានបំណងផ្សាយនៅសេចក្តីសុខដែលខ្លួនឯងមានហ្នឹងដល់អ្នកដទៃអញ្ចឹងបើវាពេញក្នុងហ្នឹងហើយយកស្អីមកដាក់ទៀតអត់ពាក្យពេញនេះអ្នកក្រក៏អាចពេញបានអ្នកមានក៏អាចពេញបានតែបើនិយាយពីខ្វះបើខ្វះមិនមែនតួបុណ្យអាហ្នឹងតួលោភៈអ្នកក្រក៏អាចខ្វះអ្នកមានមហាសេដ្ឋីក៏អាចខ្វះខ្ញុំដែលឃើញមហាសេដ្ឋីក្រឯអ្នកមានអាចក្រព្រោះតួក្រពិតប្រកបមិនមែនអ្វីដែលយើងវាស់ស្ទង់ខាងក្រៅទេគឺផ្លូវចិត្តមែនទេអញ្ចឹងបានមានបរិសម្នាក់នៅពេលដែលព្រះអង្គបង្រៀនអំពីការធ្វើទានគាត់ត្អូញប្រាប់ព្រះអង្គថាបបិទ្ធព្រះអង្គដែលចម្រើនខ្ញុំព្រះអង្គក្រណាស់មិនអាចឲ្យទានបានទេគាត់ក្រមែនគាត់ដើរសុំគេនោះរហូតដល់អ្នកសុំទានហ្នឹងគាត់ថាមិនអាចធ្វើអីឲ្យគេបានទេគាត់ក្រណាស់បានព្រះអង្គថាមនាលបរោះមនាលមានុបអ្នកមិនក្រទេគ្រាន់តែអ្វីដែលអ្នកមានអ្នកអត់ដឹងអ្នកមានភ្នែកគ្រាន់តែប្រើភ្នែកក៏ឈ្មោះថាឲ្យដែលសម្លឹងអ្នកដតីដោយមេត្តាធម៌ចុះបើសម្លឹងទៅសន្លក់ចឹងគ្រាន់តែទៅវេវិធីសាស្ត្រដែលយើងសម្លឹងហ្នឹងដោយចិត្តរាប់អានក៏ឈ្មោះថាឲ្យនៅភាពរីករាយដល់អ្នកដទៃអ្នកមានតិចអ្នកមានមាត់អាចនិយាយប្រាប់គេបានដល់ហើយទៅសូម្បីតែគេវែងផ្លូវចង្អុលផ្លូវប្រាប់គេក៏ឈ្មោះថាឲ្យដែរអ្នកមានកម្លាំងកាយអត់មានលុយកាក់អ្នកជួយគេដោយកម្លាំងកាយអ្នកមានទឹកចិត្តល្អផ្សព្វផ្សាយនៅចិត្តល្អហ្នឹងទៅដល់អ្នកដទៃ See you are not poor អត់ក្រសោះដែលក្រពិតប្រកបគឺក្រចិត្តបុណ្យចឹងបានគេលើករឿងនិទានមួយបរិសម្នាក់ហ្នឹងគាត់ជាអ្នករត់លមាក់ចឹងគាត់បញ្ហាណាមួយខ្វះលុយកាក់ណាមួយប្រពន្ធឈឺចឹងទៅពិបាកហើយនៅនឹងកដាលផ្លូវហ្នឹងគឺមានកន្លែងអ្នកតាមួយសម្រាប់បន់ហើយបន់ដូចគ្នាទេបន់ហើយនឹងបន់ដូចគ្នាទេយើងហងៃវាច្រឡំពាក្យបន់ហើយនឹងបន់ហ្នឹងឯងតាមពិតទៅបន់សោះថាទៅបន់បន់មានន័យថាម៉េចបន់អត់ខ្វះទេបន់អត់សុំទេបន់ពេញគ្រប់មានអារម្មណ៍ថាគ្រប់មានអារម្មណ៍ថាពេញតែបន់មានអារម្មណ៍ថាខ្វះមែនទេហើយញាតិញោមចូលចិត្តធ្វើអាណាពីហ្នឹងបន់ហើយនឹងបន់ចូលចិត្តធ្វើណាសង្សារទាំងពីរដំបូងឡើយគាត់គិតថាគាត់នឹងវាកើតទុកណាស់ហើយបានជួបបរិសម្នាក់ដែលគាត់យល់ដឹងថាកុំយល់ថាអ្នកដែលកើតទុកនឹងមានតែម្នាក់ឯងអញ្ចឹងអ្នកជិះឡានជិះម៉ូតូឬក៏មានយានជំនិះដ៏ល្អហ្នឹងក៏កើតទុកដែរក៏អត់ជឿអូគេមានឡានទៅនៅពីណាចេះកើតទុកឯងក៏អត់ជឿទេអញ្ចឹងដូចអាត្មាពីមុនអញ្ចឹងអាត្មាថាអ្នកមានផ្ទះក្បឿងចេះកើតទុកឯងអ្នកមានផ្ទះថ្មអីចេះកើតទុកគិតអញ្ចឹងពីក្មេងណាចាំមិនចេះគិតនោះបើសិនតែមានឡានមួយអីមិនដឹងមានអារម្មណ៍មិនទេមានម៉ូតូមួយអីរហូតដល់មានប្រពន្ធមួយអីចេះគិតតាំងពីក្មេងមកប៉ះសិនបើរហូតអាលោភៈហ្នឹងវាឲ្យយើងត្រេកអរជាមួយនឹងអាប៉ះសិនបើនៃការប្រាថ្នានឹងរហូតដល់ពេលបានមកបើវាដឹងថាមិនមែនទេដល់ពេលបរិយនឹងប្រាប់ថាបើអ្នកឯងចង់ដឹងថាតើអ្នកមានចេះកើតទុកអត់អ្នកឯងទៅនៅក្បែរអ្នកតាហ្នឹងឲ្យស្ដាប់មើលទៅអញ្ចឹងអាកន្លែងអ្នកតានោះកន្លែងអ្នកតាកន្លែងគេមកបន់ណោះលេងប្រធានក្រុមហ៊ុនក៏មាន
នឹងអាជីវករលក់នំផ្សារក៏មានពាក់មាសជ្រែកកទៅក៏មានទៅដល់បញ្ហាអើយសុំកុំឲ្យជំនួយខ្ញុំនឹងវាបែងក្រាប់ណាហើយអ្នកធ្វើតំណែងធំធំនោះសុំកុំឲ្យអាអ្នកគូប្រជែងនឹងវាឈ្នះខ្ញុំឲ្យសោះសុំចេះសុំចុះសុំចេះសុំចុះដល់គាត់ស្ដាប់គេសុំច្រើនពេកគាត់សុបឈប់បន់គាត់មាន feeling ថាគាត់ហើយគេនឹងអត់លើគ្នាពីមុនដែលគាត់ពិបាកហ្នឹងគាត់គិតថាគាត់ហ្នឹងវាពិបាកណាស់ប៉ុន្តែឃើញទាំងអ្នកក្រទាំងអ្នកមានទៅបន់ទៅគាត់ដឹងថាអ្នកខ្វះមិនមែនតែគាត់ណាអ្នកជិះឡានក៏ខ្វះដែរឃើញទេនៅពេលដែលខ្វះអញ្ចឹងជាតួសុខឬក៏ជាតួទុក្ខញាតិញោមដែលអ្នកសូត្រមិញថាតណ្ហកយោសัพពទុក្ខំជីនាតេឃើញទេការអស់ទៅនៃតណ្ហាឈ្មោះថាឈ្នះអស់សេចក្តីទុក្ខទាំងពួងហើយទាំងអស់គ្នាធ្វើបុណ្យច្រើនតែចង់ឲ្យអស់ទុក្ខប៉ិនធាតពិតតែមិនយល់គឺធ្វើបុណ្យប្រមូលទុក្ខមកឃើញតែចឹងប្រមូលទុក្ខទៅដល់ធ្វើបុណ្យហើយសុំមែនទេសុំចេះសុំចុះអត់បានដូចចិត្តវត្តនឹងអត់ប្រកែទៅវត្តផ្សេងគេលោកបន់ទៅវាបានអញ្ចឹងហើយបានជាល្បីថាព្រះវត្តនេះប្រកែព្រះវត្តនោះប្រកែហើយព្រះតែមួយហើយទៅចែកព្រះឲ្យខុសគ្នាទៅមែនទេពពុទ្ធមានប៉ុន្មានមួយហើយគាត់នៅធ្វើរូបតំណាងពីវត្ថុផ្សេងគ្នាទៅតួអង្គតែមួយហ្នឹងអញ្ចឹងប៉ុន្តែអាត្មានិយាយនេះណាមិនមែនឲ្យញាតិញោមឈប់ប្រាថ្នាទេឲ្យយល់សិននៅពេលដែលញាតិញោមយល់មែនទែនជាងការនឹកឃើញអាប្រាថ្នាពីមុនហ្នឹងយើង feel ថាអត់ដឹងអីមែនដូចអាត្មារហងៃមានអារម្មណ៍ថាពេលសូត្រមុនមានអារម្មណ៍ខ្មាស់មិនពីមុនចង់បានចេះធัวច្រើនចង់បានសូត្រធัวវែងដើម្បីឲ្យគេសរសើរទៅរូបប្រកែនេះចង់បានអញ្ចឹងពីមុនសូត្រធัวអីគេដួលអស់នៅតែឯងពើងទ្រូងមកលយមកហ្នឹងពីមុនចង់អញ្ចឹងឥឡូវនេះឲ្យតែសូត្រមុនមានអារម្មណ៍ថាខ្មាស់គេហ្មងហើយឲ្យតែពេលសូត្រមុនដូចមិញអានិយាយមួយលោកពេលចប់មិញព្រះអង្គគ្រូបាលីរៀបសូត្រមុនមកចង់ឡាយលោកថាកុំឡាយខ្មាស់គេលោកមានអារម្មណ៍ខ្មាស់ដូចស្មាដែរមកពីអីឃើញលោកសូត្រតែបន្តិចឯងមិនវែងអាស្មាជួយចិត្តខ្លីៗយ៉ាងសូត្រមុនព្រោះអីទោះថែមកន្លះម៉ោងទៀតក៏ញាតិញោមអត់យល់ដែរមែនទេស្ដាប់បានទេអត់ទេអាធោសូត្រមុនហ្នឹងស្ដាប់យល់ទេបានអត់ដឹងថាម៉េចហ្នឹងទី1សូត្រកាន់ទៅវែងខាតពេលឃើញទេខាតពេលវេលាអត់យល់ទី2ដែលអាក្រក់ជាងអត់យល់គឺត្រង់ដែលថាញាតិញោមយល់ច្រឡំថាលោកសូត្រនឹងឲ្យសេចក្តីសុខអានឹងចង្រៃមែនតើចង្រៃហ្មងរស់សុខឯណាលោកអ្នកសូត្រនឹងរស់សុខមិនឃើញមកណាបានអីឲ្យនឹងនិយាយមែនណាហើយសុំបីតសូត្រធោះអញ្ចឹងដែរប៉ុន្តែវាទៅជាទម្លាប់អីមិនចង់ឲ្យបាត់អីទេប៉ុន្តែសុំបីតពេលញាតិញោមប្រកេនអីមកអាត្មាសូត្រទេអត្តលដ្ឋាអីបន្តិចហ្នឹងឲ្យតសូត្រដល់កន្លែងអ្នកទាំងឡាយទាំងបរោះទាំងស្ត្រីនោះចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខចូលកុំឲ្យមានរោគឲ្យទៅដល់ចូលកុំឲ្យមានរោគហ្នឹងអត់ត្រូវពីព្រោះធាតុពិតពពុទ្ធត្រាស់ថាបរិជិនមិទាំងរូបាំងរោគនិធំប្រភេងគណាព្រះអង្គថារូបហ្នឹងណាត្រុតត្រោមហើយវាក្រំគ្រាហើយវាជាទីប្រជុំចុះនៃរោគជាធម្មជាតិហ្នឹងអញ្ចឹងហើយឯងឲ្យពូវាប្រឆាំងធម្មជាតិហ្នឹងវាអត់ពិតទេហើយញាតិញោមគ្រាន់ឲ្យពូជាប់អូយកណាត់ឈឺចកេះដល់ទៅវះថ្ងៃមុនឃើញវាប្រឆាំងពីការពិតទេឃើញខុសគ្នាពីមុនឲ្យចេះធោសូត្រច្រើនគឺពើងហ្មងបាទឥឡូវសូត្រធោច្រើនខ្មាស់គេបើសូត្រប្រែធោខ្លះញាតិញោមយល់ដូចជាពហុទេវីអីសូត្រប្រែទៅយើងស្ដាប់បានទៅណាអានឹងមិនសូវអីទេគិតថាឲ្យញាតិញោមស្ដាប់សេចក្តីប្រែប៉ុន្តែនៅស្រុកក្រៅយើងហ្នឹងដូចអត់សូវអីទេមិននៅស្រុកខ្មែរយើងយ៉ាប់ហើយញាតិញោមដែលយល់ច្រឡំមែនទែនឧទាហរណ៍ដូចពេលសូត្រមុនពីមុនគេដាក់តែផ្កាទឹកឬក៏ផ្កាឥឡូវគេដាក់ផ្លែមៀនហើយដាក់ផ្លែមៀនហ្នឹងក្នុងន័យអីអាមៀនហើយមៀនហ្នឹងវាស្តៀងគ្នាឲ្យបាចទៅឲ្យវាមាន
បំផ្លាញទាំងពីរមួយបំផ្លាញអក្សរសាស្ត្រធ្វើឲ្យច្រឡំមនុស្សសរសេរគេសរសេរតាម Facebook អីក៏ដោយមាននឹងមាននឹងច្រឡំគ្នារហូតមានផ្សេងមានផ្សេងមែនទេហ្នឹងហើយមានហើយនឹងមានវិជ្ជានាមសុទ្ធអានោះផ្លែមានណាណាមាននេះអាចជាកិរិយាសព្ទក៏បានដែរឬទៅជាគុណនាមក៏បានដូចអ្នកមានអីចឹងណាឬក៏មាននេះមាននោះអាហ្នឹងជាកិរិយាសព្ទមាននេះមាននោះស្មើអង់គ្លេសថា have I have something ចឹងទៅហើយឬក៏ស្មើនឹងពាក្យថា rich អ្នកមានហើយដល់មានផ្លែឈើមួយយ៉ាងសម្រាប់ស៊ីតានោះមកបរិភោគតែខុសគ្នាដាច់ចង្រៃទី2គឺអាយុលខុសហ្នឹងចង្រៃទី1ខូចអក្សរសាស្ត្រចង្រៃទី2ខូចទិដ្ឋិវិឆាទិដ្ឋិហើយលោកបាយទៅលោកជួនកាលខលដែរគប់ចាប់និយាយអញ្ចឹងទៅឃើញណាស្អាតស្អាតជាគប់ដាក់អញ្ចឹងទៅឯលោកសើចលេងអញ្ចឹងទៅដល់យូរទៅដាក់រហូតដល់ផ្លែប៉ោមទៀតមិនដឹងគាត់នឹកថាម៉េចទេនឹងឲ្យដាក់ត្រូវក្បាលតែមកប៉ោមមិនដឹងគាត់ថាម៉េចអីគាត់បានមកអាត្មានិយាយលេងទេដាក់ត្រឹមផ្លែប៉ោមល្មមបើដាក់ទុរេនបានល្អប្រែคลายខូចអស់ញាតិញោមខូចលំអធัวព្រះអង្គអស់ឥឡូវមិនក៏មិនចោះទៅប្រឈប់ពួកគាត់មិនបានទេបើមិនយល់អាត្មាឥឡូវសប្បាយចិត្តអាត្មាឆាន់បាយអ្នកយល់ធัวដូចអាត្មាទៅបរៀននៅស្ទងអីចឹងញាតិញោមគាត់យល់ទៅអាត្មាមិនដែរសូត្រធัวសូត្រអីដល់ថ្ងៃមួយអាត្មាសូត្រអីគាត់ភ្ញាក់លោកគ្រូសូត្រធัวមែនទេពួកគាត់លេងចង់បានអីពីយើងណាមនុស្សចិត្តប៉ុនអញ្ចឹងឲ្យអត់ចង់បានអីទេអាហ្នឹងចិត្តប៉ុនមែនទេហើយតែឲ្យនៅខ្វះមិនមែនចិត្តអាក្រក់ទេមកពីគាត់យល់ច្រឡំថាប៉ុនហ្នឹងជារឿងស្អីមកវិញណាបងអូនស្រីដែលមានបញ្ហានៅស៊ីដនីជួបមកថ្ងៃមុនមានមកហើយរឿងយំដាក់អាត្មានោះមិនមែនយំមួយអាត្មារឿងមួយអាត្មាទេណាយំមួយគ្នាគាត់ទេណាគាត់ជួយបរោះម្នាក់ជាសង្សារអីចឹងម៉ែមិននិយាយឈ្មោះទុកមកឲ្យគាត់ហើយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធហ្នឹងមួយឆ្នាំទៅហើយនៅស៊ីដនីយើងហ្នឹងហើយនៅតែថាអត់ក្បត់អត់អីប៉ុន្តែទៅស្រុកគេលបតដឹងប្រពន្ធខាងប្រុសនោះណាដល់នេះដឹងស្ដាប់អាត្មានិយាយ1ម៉ោងមិនអស់ចិត្តទេគឺចង់សួរថាវាយថ្ងៃមុនអាត្មានិយាយដែររឿងហ្នឹងគាត់ធ្វើបុណ្យគ្រប់យ៉ាងអ្នកអាត្មាចង់និយាយថាធ្វើបុណ្យហ្នឹងមិនក៏កើតទុកហ្នឹងណាថាមកវាយើងអត់ធ្វើអត់ត្រូវធ្វើមិនមែនជាលក្ខណៈបុណ្យមែនតែនធ្វើមិនធ្វើបុណ្យតាមពុទ្ធបរិញ្ញាមែនតែនធ្វើតាមគ្នាឬក៏ធ្វើតាមអំណាចកិលេសណាហើយយើងយល់ថានឹងបុណ្យគាត់ថាម៉េចគាត់លើកទុកឲ្យអាត្មាបញ្យល់ម៉េចគាត់នៅតែកើតទុកឲ្យគាត់ថាវាយគាត់ធ្វើតែល្អអញ្ចឹងណាគាត់ធ្វើតែបុណ្យវត្តណាក៏ទៅដែរឲ្យតែហៅហើយតែទៅឲ្យគាត់បួងសួងគាត់ដុតធូបគាត់មិនមែនឧទ្ទិសបុណ្យឲ្យតែជីដូនជីតាគាត់ទេឧទ្ទិសបុណ្យឲ្យជីដូនជីតាប្រុសនឹងទៀតសូមឲ្យជីដូនជីតានឹងជួយតម្រង់ចិត្តគាត់នឹងកុំឲ្យខូចពេកប៉ុន្តែបុណ្យអត់ជួយសោះវាទៅជាចឹងហ្នឹងបើមកជួបក្រុមវាវវាគ្រាន់បើមែនហ្នឹងអញ្ចឹងបើធ្វើបុណ្យនៅក្នុងលក្ខណៈហ្នឹងតើគាត់យល់ពាក្យថាធ្វើល្អបានល្អហ្នឹងគាត់យល់ទេយល់ពាក្យហ្នឹងទេនៅពេលដែលគាត់យករឿងផ្សេងមកនិយាយហើយគាត់យកមកប្រៀបជាមួយនឹងធ្វើល្អបានល្អហ្នឹងថាហ្នឹងអត់ត្រូវធាតុពិតក៏អត់យល់ពាក្យហ្នឹងឥឡូវញាតិញោមថាមើលធ្វើល្អបានល្អអត់ថាមើលធ្វើល្អបានល្អអត់នៅណាថាបានណាថាអត់កុំតន់អាចថាឲ្យច្បាស់មើលធ្វើល្អបានល្អអត់ក្រែងអ្នកខ្លះធ្វើល្អអត់បានល្អមែនមានដែរចឹងធ្វើល្អមានបានល្អអត់ជិតធ្វើអាក្រក់មានបានអាក្រក់អត់ពាក្យហ្នឹងនិយាយនៅក្នុងសង្គមយូរហើយណាអាត្មាគិតថាមិនសូវយល់ហ្មងទេដែលអញ្ចឹងហើយបានគាត់រៀបរាប់រឿងផ្សេងដល់ធ្វើ conclusion គាត់យកពាក្យហ្នឹងយកមកនិយាយវាខុសទិសដៅគ្នាឥឡូវឧទាហរណ៍យើងជួយមនុស្សម្នាក់អាហ្នឹងធ្វើល្អហ៎ថ្ងៃក្រោយមកមនុស្សនឹងក្បត់យើងតើដំណើរជីវិតយើងបែបហ្នឹងឈ្មោះថាធ្វើល្អបានល្អហ៎មនុស្សហ្នឹងក្បត់យើងអកតញ្ញូមកធ្វើបាបយើងវិញយើងជួយគាត់ជាអំពើល្អប៉ុន្តែក្រោយមកគាត់ខ្លាយជាអកតញ្ញូមិនត្រឹមតែមិនដឹងគុណទេធ្វើបាបយើងទៀតតើអំពើល្អរបស់យើងនឹងបានល្អទេ
គិតតិចមើលគិតតិចគិតទេតើការធ្វើល្អរបស់យើងនឹងបានល្អអត់ញាតិញោមផ្លែអត់ហ៊ានឆ្លើយខណៈពេលដែលយើងធ្វើល្អនឹងចិត្តល្អអត់អាចិត្តល្អដែលកើតក្នុងចិត្តនឹងឯងឈ្មោះថាបានល្អស៊ីវាមានអាក្រក់ស្អីវាចុះដល់ពេលគេក្បត់គេអកតញ្ញូគេអត់សងគុណយើងទៅណាអាក្រក់គេតាអ្នកអាក្រក់នោះមិនមែនយើងណាទៅអាក្រក់ជាមួយប៉ុន្តែយើងនិយាយថាធ្វើល្អបានល្អយើងគ្រាន់និយាយមួយជាកម្មមួយជាផលប៉ុន្តែពិតពាក្យថាធ្វើល្អបានល្អហ្នឹងគឺនិយាយតួកម្មដដែលនឹងឯងដូចយើងលាងដៃស្អាតដៃមិនមែនលាងដៃឲ្យគេស្រឡាញ់យើងទេមែនទេឥឡូវញាតិញោមប្រឡាក់ដៃញាតិញោមទៅលាងដៃហើយដល់ពេលលាងបដាគេថាឲ្យបដាដឹងចូលអីទេដុសសាប៊ូធម្មតាទៅមិនបានដុសសាប៊ូអូបគេថាឲ្យចឹងណាតែយើងគិតថាអញលាងដៃថាឲ្យគេស្រឡាញ់បើសិនជាយើងថាលាងដៃឲ្យគេស្រឡាញ់ខុសទិសដៅហ៎ខុសទិសដៅហ៎ទិសដៅនៃការលាងស្អីគេធ្វើឲ្យដៃស្អាតធ្វើល្អគឺដើម្បីឲ្យចិត្តល្អឲ្យជីវិតយើងរស់នៅក្នុងសេចក្តីល្អវាមានអាក្រក់ស្អីវាមិនចឹងធ្វើអាក្រក់បានអាក្រក់ទេបើថាម៉េចឥឡូវគេវាយវិញភ្លាមហ្នឹងមិនមែនឈ្មោះថាធ្វើអាក្រក់បានអាក្រក់ទេអាហ្នឹងមួយកម្មមួយផលមកវិញពាក្យថាធ្វើអាក្រក់បានអាក្រក់គឺបានធ្វើអាក្រក់ដែលកើតឡើងក្នុងចិត្តយើងនឹងឯងអញ្ចឹងបាននៅក្នុងសង្គមគេថាឃើញអាមនុស្សធ្វើអាក្រក់វាមិនដែលជួបអាក្រក់សោះឃើញទេឃើញមនុស្សធ្វើអាក្រក់ចេះតែមានធ្វើអាក្រក់ទៅជាល្អទៅវិញឯងធ្វើតែល្អវាទៅជាអត់មានដូចគេអាអ្នកធ្វើអាក្រក់បានល្អទៅវិញយល់ច្រឡំទៀតធ្វើអាក្រក់បានអាក្រក់ខណៈដែលយើងមើលងាយគេក៏យើងជេរបចោគេទៅឧទាហរណ៍ចឹងណាតើសួរថាសន្តានចិត្តអ្នកណាអាក្រក់សន្តានចិត្តអ្នកទទួលរងការជេរឬក៏សន្តានចិត្តអ្នកជេរដែលជាសន្តានចិត្តអាក្រក់ឃើញទេចេតនាដែលផ្គួងឡើងដើម្បីជេរហើយចិត្តហ្នឹងក៏វាក្តៅទៅស៊ីទៅក្តៅគេឬក៏ក្តៅយើងនោះយើងទៅវាយប្រហារគេទៅសម្លាប់គេសួរថាតើចិត្តអាឃាតព្យាបាទដែលជាចិត្តអាក្រក់ហ្នឹងកើតនៅនឹងអ្នកណាកើតនៅនឹងយើងហ្នឹងវាទល់តែឃើញអាតហ្នឹងបានយល់ថាពាក្យថាធ្វើអាក្រក់បានអាក្រក់មែនដូចយើងយល់ថារៀនបានចេះឃើញទេរៀនបានចេះកុំនិយាយពីរឿងទៅធ្វើការងារបានលុយគេនិយាយត្រឹមតែរៀនបានចេះស្ដាប់បានឮតែប៉ុណ្្នឹងឯងអានឹងត្រឹមតែប៉ុណ្្នឹងឯងប៉ុន្តែបើថារៀនហើយនៅតែរកការងារមិនបានរឿងផ្សេងធ្វើល្អហើយមិនមែនចេះតែបានសុខទេណាអារឿងសុខផ្សេងធ្វើល្អខ្លះមិនមែនជាបច្ច័យនៃសេចក្តីសុខរហូតទេដោយពពុទ្ធចឹងធ្វើតែល្អទេវតតតាមធ្វើបាបរហូតនោះមិនប៉ុន្តែព្រះអង្គមានដែរអន់ចិត្តរឿងហ្នឹងឯងព្រោះល្អរបស់ព្រះអង្គទេវតតមិនអាចបំផ្លាញបានទេទេវតតអាចបំផ្លាញបានរាងកាយដូចជាពេលដែលព្រះអង្គកើតជាខន្តវាទីតាបោះទេវតតអាចកាត់ដៃកាត់ជើងលោកបានតែបំផ្លាញសេចក្តីល្អលោកអត់បានអង្គតយល់ដល់ចំណុចហ្នឹងបានទៅឈ្មោះថាយល់ធ្វើល្អបានល្អដែលអាត្មាចង់និយាយរឿងហ្នឹងចង់ទាញទៅរកពាក្យមួយដែលយើងកំពុងធ្វើបុណ្យនេះអាត្មាចង់ឲ្យញាតិញោមធ្វើបុណ្យយកសេចក្តីសុខបច្ចុប្បន្នដែលអាត្មាលើកពាក្យខាងដើមថាអ៊ីធៈមោទតិបេជ្ជមោទតិអ្នកធ្វើបុណ្យណាឈ្មោះថារីករាយសប្បាយចិត្តនឹងទាំងក្នុងโลกនេះនិងโลกដទៃសប្បាយចិត្តនៅក្នុងโลกនេះមិនឥឡូវលើកឧទាហរណ៍ងាយដែលយើងអាចពិសោធន៍បានឧទាហរណ៍ថាយើងទៅស្រុកខ្មែរឃើញកុមារហើយនិងស្ត្រីនឹងគាត់ខ្វះខាតនៅក្នុងការទទួលសេវាព្យាបាលដូច្នេះយើងមកនេះយើងគិតពិចារណាថាយើងមានគ្រប់គ្រាន់ណាអញ្ចឹងយើងចង់ធ្វើអ្វីមួយយ៉ាងដើម្បីជួយពួកគាត់ចុះសុកនៅតាណាជួយគេពិបាកសឹងអីហ្នឹងរៃគ្នាពិបាកសឹងអីសុកតាណាពិបាកខ្វល់ខ្វាយសឹងអីហ្នឹងហ្នឹងហើយសុករបស់យើងគឺត្រង់ទី1ឃើញគុណតម្លៃនៃជីវិតរបស់យើងហ្នឹងកើតមកអត់មានមិនអត់ប្រយោជន៍មានន័យថាប្រើប្រាស់ជាប្រយោជន៍ដល់អ្នកដទៃបានធ្វើឲ្យយើងសប្បាយចិត្តឃើញទេនឹងប៉ុនមែនតើទី2នៅពេលដែលអ្នកដែលយើងត្រូវជួយសង្គ្រោះបានសេចក្តីសុខរបស់យើងក៏កើតឡើងថាបំណងរបស់អញបានសម្រេច
nè đại rong tục ai lỡ bán rồi phật tụcកើតជាមុទិតានៅពេលអាណិតបនម្យ៉ាងហៅថាករុណាពេលអាណិតករុណានឹងអាណិតហើយចង់ជួយដល់ជួយគេបានសម្រេចមុទិតាក៏កើតឡើងត្រេកអរនឹងសេចក្តីសុខរបស់គេអ្នកអាត្រង់ត្រេកអរក្នុងលោកទាំងពីរនេះអាក្នុងលោកនេះគឺអរត្រង់ឃើញគេបានសុខហ្នឹងមកមានសេចក្តីត្រេកអរអីជាងអរនឹងទៀតដូចអ្នកខ្លះដូចគាត់យល់ដូចអីដុកទ័ររិចណាវិទ្យ Richner ហ្នឹងចឹងឃើញគាត់មើលកាយវិការខាងក្រៅគាត់ធ្វើការលំបាកណាស់ទុកកូដ view ឡងផងស្អីផងអីផងប៉ុន្តែនៅពេលដែលគាត់ជួយកុមារបានគាត់មានសេចក្តីសុខផ្លូវចិត្តរបស់គាត់អាហ្នឹងដែលព្រះអង្គថាត្រេកអរក្នុងលោកនេះផងប៉ុន្តែយើងមើលពីក្រៅទៅជួនកាលឃើញតែពិបាកប៉ុន្តែក្នុងចិត្តរបស់គាត់សុខហ្នឹងចិត្តអ្នកមានបុណ្យអញ្ចឹងដូចលោកអីមួយទៀតលោក Scott Nelson ណាគាត់នឹងធ្លាប់នៅ Hollywood គាត់លក់ទ្រព្យសម្បត្តិអស់ហើយលេងមកជួយខ្មែរយើងនៅគំនរសម្រាមនោះនៅស្ទឹងមានជ័យហ្នឹងហើយសួរថាជីវិតរបស់គាត់នៅពេលដែលគាត់រំលឹកសារឡើងវិញពីព្រោះបុណ្យវាមានអបរចេតនានៅពេលដែលធ្វើត្រូវហើយថ្ងៃក្រោយមកធ្វើឲ្យចិត្តហ្នឹងត្រេកអររីករាយអត់តន់ស្លាប់ទេអាហ្នឹងអាត្រេកអររីករាយនឹងអំពើល្អដែលបានធ្វើហើយនៅក្នុងជាតិហ្នឹងនឹងឯងឈ្មោះថាអ៊ិធមោទតិហើយដល់បុណ្យដែលធ្វើអត់ចង់បានអីចឹងជាបុណ្យត្រេកអរយូរហើយមានសេចក្តីសុខផ្លូវចិត្តយូរហ្មងព្រោះវាអត់ខ្វះហើយដល់ធ្វើបុណ្យតាមទំនៀមរាល់ថ្ងៃយើងខ្វះរហូតតែខ្វះរហូតសុំរហូតហើយព្រះមិនដឹងបានសុខណាឲ្យយើងទេសុំរាល់ថ្ងៃមែនទេមុខសើមុខស្លប់សុំហ៎ឥឡូវនៅសុំទៀតអត់ហើយស្ដាប់ប៉ុណ្្នឹងនៅសុំទៀតអត់ហ្នឹងហើយប៉ុណ្្នឹងស្មានថាបានជាតម្រុយខ្លះបើសុំបាននិយាយមួយម៉ាត់ទៀតថាបើសុំបានណាស្មានអត់ហាមទេហើយក៏មិនបញ្យល់ដែរទុកឲ្យសុំចោះហ្នឹងហើយតែវាសុំអត់បានទេវាបន្ថែមតែខ្វល់ផ្លូវចិត្តរឿងសុំសុកហ្នឹងណាបើសុំលុយបានសុំលុយពីនេះនៅនោះបានញាតិញោមមកជួបព្រះសង្ឃបើថាសុំអវាទសុំធម៌ស្ដាប់បានតែអាសុំសុកមួយដាច់ខាតអត់បានទេធានាសុំអត់បានទេសុំមិនរបស់ដែលអាចឲ្យគេបានវាទល់ខ្លួនឯងមានមិនចឹងឯងញាតិញោមមែនទេញាតិញោមហើយបើលោកក្រជាងញាតិញោមមកឲ្យស្អីងាកទៅផ្ទះអត់មានទេផ្ទះគេទេសឹកភ្លាមហ្នឹងហូមលេះលើនិយាយមែនដូចស្មើហងៃសឹកព្រុសហូមលេះបាត់មានស្អីនេះបានអានេះទេនេះហងៃនេះបានអានេះដាក់តើនឹងចេញហ្នឹងស្មានមកអង្គុយស្ដាប់ចឹងទៀតមកមិនដឹងខ្លួនឯងថាមានអីអត់អីដឹងហ្នឹងហើយចឹងបានស្មានបញ្យលទៅធរទេងាកទៅរឡានយានជំនិះអីមិនតាន់ចេះបើកផងថាអត់មានទាំងអស់បត់ពិសោធន៍ក្នុងគ្រួសារតិចជាងញាតិញោមទាំងអស់រឿងរលុយរកាក់អត់មានទាំងអស់ដើម្បីបង្កើត business មួយគឺខំរៀនរាប់ឆ្នាំហើយឯងគ្រាន់តែយកពាក្យពីលោកបន្តិចថាទៅជោគជ័យចឹងមិនបងប្អូនក៏ស្ដាប់ធម៌យល់ឥឡូវច្រើនក្មេងៗស្ដាប់ធម៌យល់មុនម្ដាយគាត់និយាយពីខំរៀនរហូតគាត់ខំធ្វើការប្រាក់ខែរាប់ពាន់ប៉ុន្តែម្ដាយគាត់អត់ចេះហ៎គាត់អត់ដែលលើកទឹកចិត្តកូនទេកូនឯងហ្នឹងធ្វើតេស្តជាប់ធ្វើការកុំតែម៉ែទៅរលោកតាជួយកូននោះគាត់ខឹងអញប្រឹងចង់ងាប់ឲ្យទៅបានគុណសម្បត្តិលោកតានោះធ្វើមិនដឹងណាចឹងមែនទេញាតិញោមអាគុំសមអាយុញាតិញោមមានស្ដាប់ឃ្លីបមួយនិយាយពីអាគុំសមអាយុអាត្មានិយាយគាត់ថាស្ដាប់អាត្មាព្រោះណាចុះឡើងគាត់ថាអាគុំសមអាយុណាគាត់នៅតែជឿចឹងឯងប៉ិនទៅធ្វើម៉េចកុំឲ្យគាត់ជឿបើគាត់អត់តន់យល់
នៅពេលដែលយល់ច្បាស់លែងជឿហើយរឿងចឹងដូច្នេះហើយបានសទ្ធាហ្នឹងណាមិនមែនជាធំក្នុងការត្រាស់ដឹងសច្ចធម៌ទេសទ្ធាគ្រាន់តែជាសម្បយុទ្ធធម៌មួយដឹកនាំចិត្តគំនិតញាតិញោមហ្នឹងឲ្យបំពេញសេចក្តីល្អនៅក្នុងលោកយៈដល់ថ្នាក់លោកតរៈគឺជាកណ្ដាប់ដៃរបស់បញ្ញាអញ្ចឹងបើយើងនៅតែជាលក្ខណៈសទ្ធារហូតមិនអាចឃើញសច្ចធម៌ឯងបញ្ញាយៈបរិសុទ្ធិសទ្ធាមានសទ្ធាលោកតរៈដែរយើងហៅថាសទ្ធាលោកតរៈចឹងដែរក៏ប៉ុន្តែសទ្ធានឹងបានជាការសទ្ធាលោកតរៈព្រោះបញ្ញាធ្វើកិច្ចឃើញច្បាស់នៅសច្ចធម៌រួចហើយហ្នឹងហើយទូនាទីរបស់បញ្ញាសទ្ធានឹងដឹកនាំយើងរហូតដល់ខឿនអរិយមគ្គតែប៉ុណ្្នឹងឯងហើយបើយើងនៅតែត្រឹមសទ្ធានឹងអត់ចម្រើនបញ្ញាអាហ្នឹងហៅថា baby បរិស័ទខ្ជូតអញ្ចឹងសរុបមកវិញវែងឆ្ងាយបន្តិចហើយមិនតាន់បានញាតិញោមសួរអីផងប៉ុន្តែចង់បញ្យល់ពីពាក្យថាតើត្រេកអរនឹងត្រេកអរមិនមែនត្រេកអរនឹងផលទេតែយើងនិយាយតែធ្វើល្អវាទល់តែបានផលល្អនិយាយហ្នឹងអត់ក្តោបនៃទាំងស្រុងទេដូចថាធ្វើល្អទៅបានផលល្អអំពើល្អខ្លះមិនជាបច្ច័យឲ្យកើតផលល្អទេពូល្អខុសការខ្លះបែកមាត់ក៏មានដែរដូចរឿងតាបោះនិយាយធัวប្រាប់អ្នកចៅទូក៏សួរថាគណៈពេលនិយាយល្អហ៎ចិត្តល្អហ៎គណៈខ្វះបញ្ញាបន្តិចទេខ្វះបញ្ញាក្នុងការមើលកាលមើលបុគ្គលប៉ុន្តែក្នុងចិត្តគាត់ល្អជាអំពើល្អប៉ុន្តែនិយាយខុសមនុស្សឯនោះវាយបែកមាត់សួរថាតើអំពើល្អជាបច្ច័យឲ្យកើតផលល្អទេ No មានពេលខ្លះអំពើល្អក៏ជាបច្ច័យឲ្យកើតទុក្ខដែរអានោះទើបយល់ធម៌មែនទេណាបើយើងយល់ថាតែធ្វើល្អបានផលល្អអត់យល់ធម៌ឯងនិយាយចឹងអត់យល់មកតែធ្វើអាក្រក់បានផលអាក្រក់អាហ្នឹងក៏អត់យល់ដែរព្រោះឃើញធ្វើអាក្រក់ខ្លះជាអ្នកមានទេអញ្ចឹងបានពាក្យយើងនិយាយជួនកាលយើងអត់គិតដល់អញ្ចឹងទៅធ្វើឲ្យសទ្ធារបស់យើងនឹងវាអត់តន់សុបឬក៏មិនតន់ច្បាស់ហ្នឹងវាកម្រើកហៅថាចលសទ្ធាធ្វើចុះធ្វើឡើងដូចមិនឃើញស្អីសោះអញ្ចឹងបានដូចពូចដូនមួយថ្មមួយនៅកាចេះកាលហ្នឹងដូចជាចៅគាត់ពីរហើយកូនគាត់ពីរទៅបនបញ្ចុះសីមាហ្នឹងថាទៅបនទៀតទេឃើញទេប៉ុន្តែកថាណាកថាច្រឡំញោមស្រីដឹងច្បាស់ហើយដល់ពេលទៅជីស្រឡាំងជីវាច្រើនពេកលងស្លាប់ទាំងអស់ដល់លងស្លាប់ទាំងអស់គាត់មកជួបអាត្មាគាត់ខូចចិត្តខ្លាំងយើងមិនអាចថាយ៉ាងម៉េចទេព្រោះក្តីស្រឡាញ់របស់ឪពុកកូនពីរចៅពីរចឹងហ៎ញោមហ្នឹងហើយគាត់ថាគាត់មិនដឹងថាជឿប៉ុនទៀតមិនកើតទេពួកប៉ុនអីក៏គាត់ធ្វើដែរអាត្មាចង់និយាយថាប៉ុនអីក៏គាត់ធ្វើប៉ុន្តែបំផុតប៉ុនអត់ជួយគាត់គិរីអីក៏គាត់ចូលបុណ្យស្អីក៏គាត់ចូលឆ្នាំភ្ជុំបិណ្ឌក៏ធ្វើទាំងអស់គាត់ថាដល់តែពេលគាត់ជួបទុកលំបាកអញ្ចឹងគាត់ដឹងរឿងរស់ជឿបុណ្យមិនទៀតកើតសួរថាតើវិធីដែលគាត់ធ្វើបុណ្យនឹងត្រូវអត់ត្រូវតាមមេគេដែលប្រពុតចង់បរៀនអត់ No បើញាតិញោមចង់បានលុយធ្វើអីទៅធ្វើការមិនមកធ្វើបន់បានលុយទេងាយតាបើញាតិញោមចង់ចេះអីទៅរៀនហ្នឹងបន់នេះណាឲ្យញាតិញោមបានហ្នឹងហើយអ្នកខ្លះមិនមែនបន់ទៅព្រះទៅបន់អ្នកតាទេអ្នកតាគាត់ចេះ business អីគាត់ accounting law អីគាត់មិនចេះទេមនុស្សមិនចេះប្រាប់យើងព្រះអង្គថាចេះអីបើមេគារបស់ព្រះអង្គប្រាប់ថាចង់ចេះអីខ្សែគប់មនុស្សបែបហ្នឹងណាទីហៅថាចង់យល់បរមត្ថធម៌មកខ្សែគប់គ្រូធម៌ចេះហើយចង់ចេះផឹកស្រាខ្សែគប់អ្នកផឹកស្រារឿយទៅចេះចង់ចេះធ្វើ business ដើរមួយអ្នកធ្វើ business យូរទៅមានគំនិត business ធัวទាំងឡាយកើតពីហ
hệt men cao bị bon này chẳng nhận nhóm chập bán ấy bịa bon nâng bịa bon chẳng nhận nhóm tàu vọt hàng ấy tụ bon rồi có tụ bon bon ọt bon chà mày chứ bác pel để bon ọt bon này pel để bon chụp bon mà vì bro bon prai là mấy mà prai sẽ làm mấy prai là mấy theo việc pin chặt năng việc pin chặt năng việc chạy đôi sự đây sốc chẳng bảo chặt năng việc pin chặt năng việc chạy đôi sự đây sốc xong tia đấy no chẳng nhận nhóm đâu pe để khoa hay xong đi xong nữa thầu đăng thay chặt năng khoa hay là chặt khoa năng mền chặt bon này thầu riêng tiết năng khả năng prap cả lưới hết nè còn bài rôm toàn khơi nhỉ nè nghe nè lớn dây pi càng nghe không sừng cung chẳng bàn pha trong ta bằng vài bị cả cực bao nhận nhóm nắng ôi thưa bon mền tên cắt bàn thoi bon sầm mày bon mền tên chắc bon chui mà được mền tên chắc thưa tức khơi mòn cha bộ rán còn vậy đấy bon khai plư bon thưa toàn phê nắng á hà thọ bon khai plư hẹp bon map chiết còi nắng hà thọ bon khai ngật hiểu đấy bon khai là ngật anh nhận nhóm đăng đấy chiết khỏi tới từ ca chỉ vua này chắn nó ma xua tinh mất chọn từ na luôn nha cùng phòn mười việc ấy cắt chị ấy giờ năng tàu một phút oi khoa tại à lợn năng ạ vẫn men ban đây tập bạn để sai chiết mốc ấy nè chẳng man bọn thà if you want to know your future look at your present chẳng đăng ảnh nào cốt mơ ba chốt bòn đôi những bạc lá nó từ nào chỉ vứt ngay giờ mấy cái đòi còn mơ ngày về mơ bái mà rồi mệt đấy mơ thử mơ khơi tầm mơ lớn vị khổng mơ khổng tơ lờ nó chơi vì ở đây nhóm hẹp tầm mơ cóng ấy bị ọt khơi lờ mơ lơ bấy bị ọt khơi khổng mày nè vì giang tiết mà nước dân với cha mơ là bo đem mơ khơi nó bây giờ dân đâu đấy dân khơi kia quốc dân sờ lăng tơ lờ đồ tụi đòn lớn men mơ lơ nào tiết mơ một khổng chồng vậy thay mà nước nó ọt chết rị rê chỉ môi nó xây nó chết nó nghe sau đó máu xịt đây sần đó chia mừng có đỏ ớt đồng nè nghe và nâng cho cây lô men sùng nô xạ sủi chạy của ông cừu chui lại nè sùng mẹ nam mô tần ni xa thụ tịnh miền đây tham mình vô sọp cho môi nàng tham vậy này ê ai miên sức mình xa thụ ban mình mà bảo kho mày xa thụ ấy nè ô nộp để ăn mà này dây hói ấy mà prap tha sôm ai nam mô tần ni miền đây tha sôm ai tre on năng ở vậy để mà này dây mò năng cho miền này chăng tại bây giờ ọt nam mô tần ni miền đây tha tề nhom cái nào đối cho mình vô sọp ấy năng miền đây chăng ọt xa thụ nắng tại bờ mà bồng kho ai xa thụ ai tiếng để nhom ọt vô phóng năng còn mình lọ đây chẳng mà sông xa thụ để cao bị cao vô sọp lư phần nè sông nam mô tần ni